រៀបរាប់ថ្លែងទៅកាន់ឆ្នាំ2018ទៅកាន់អ្នកទាំងអស់គ្នាដើម្បីចែករំលែកជីវិតពិសោធន៍ហើយថាជីវិតពិសោធន៍ទំនាក់ទំនងស្នេហានៅក្នុងវ័យសិក្សាក៏ថាបានដែរដោយសារតែកាលពីឆ្នាំ2018ហ្នឹងគឺខ្ញុំបានរៀនទី12មានន័យថានៅកម្រិតវិទ្យាល័យអញ្ចឹងជាដំបូងខ្ញុំបាទសូមគោរពជំរាបសួរដល់បងឬក៏សួស្តីទៅកាន់បងប្អូនជាទីស្រឡាញ់រាប់អានទាំងអស់គ្នាអញ្ចឹងការបើយើងរៀបរាប់ថ្លែងសំញែងអំពីសាច់រឿងគ្រឿងគំនិតគិតឲ្យដល់នៅក្នុងឆ្នាំ2018ថាជាឆ្នាំថ្មីនៃការប្រឡងដ៏ធំសម្រាប់ជីវិតរបស់យើងផងដែរគឺការប្រឡងមធ្យមសិក្សាទុតិយភូមិឬក៏ហៅថាការប្រឡងបាក់ឌុបបាទយើងស្គាល់ថាជាការប្រឡងបាក់ឌុបក្នុងនោះដែរបើយើងរៀបរាប់ឲ្យអស់សេចក្តីទៅគឺកាលពីឆ្នាំ2018ដូចជាចាប់ផ្ដើមចូលដល់ខែកុម្ភៈតែពេលហ្នឹងគឺខ្ញុំបានចាប់អារម្មណ៍ទៅលើមិត្តរួមថ្នាក់របស់ខ្លួនពេលហ្នឹងអាចថាយើងរៀននៅក្នុងថ្នាក់ជាមួយគ្នាថ្នាក់ទី 12A នៃវិទ្យាល័យមួយកន្លែងនៅពេលនោះដែរក៏អាចថាយើងជាមិត្តភ័ក្តិអ្នករៀនជាមួយគ្នាក៏មានភាពជិតស្និទ្ធមិនន័យថាយើងអាចថាយល់ពីគ្នាឬក៏យើងអាចថាស្គាល់គ្នាច្រើនដោយសារតែយើងរៀនជាមួយគ្នាតាំងពីក្មេងតាំងពីដូចជាថ្នាក់ទី7ទី8មកប៉ុន្តែនៅពេលដែលនៅពីក្មេងហ្នឹងគឺពួកយើងមិនទាន់មានចិត្តគិតចូលឲ្យវាទៅដល់ទំនាក់ទំនងស្នេហាទេប៉ុន្តែពេលហ្នឹងគឺគ្រាន់តែថាជាមិត្តភ័ក្តិដែលរៀនជាមួយគ្នាលក្ខណៈថាធម្មតាប៉ុន្តែចូលដល់ថ្នាក់ទី12ដូចជាខែកុម្ភៈឆ្នាំ2018ហ្នឹងក៏មិនន័យថាវាដើមឆ្នាំទី12ដែរក៏មិនន័យថាយើងមានចិត្តតាំងពីមុនខែកុម្ភៈហ្នឹងមិនន័យថាយើងលួចថាលួចក្រាស់គេណាតាំងពីទី11អីមកមែនប៉ុន្តែយើងអត់ដែលហ៊ាននៅក្នុងការចាប់ផ្ដើមទំនាក់ទំនងអាចថាយើងមិនហ៊ានឆាតទៅញ៉ាយឬក៏អីចឹងណាពេលនោះដែរយ៉ាងច្រើនយើងគ្រាន់តែថាទំនាក់ទំនងបែបមិត្តភ័ក្តិធម្មតាកាលពីមុនខែកុម្ភៈឆ្នាំ2018ហ្នឹងទំនាក់ទំនងរបស់យើងគឺបើសិនជាយើងឆាតលេងជាមួយគ្នាគឺយើងឆាតលេងបែបលក្ខណៈថាធម្មតាគឺលេងសើចបែបមិត្តភ័ក្តិបែបសួរសុខទុក្ខបែបអីធម្មតាប៉ុន្តែពេលវេលានៅខែកុម្ភៈដូចជាដើមខែកុម្ភៈកាលហ្នឹងឆ្នាំ2018ហ្នឹងក៏យើងឆាតសារលក្ខណៈបែបខ្លាំងជាងធម្មតាបើន័យថាយើងឆាតទៅញ៉ាយគេណាពេលនឹងដែរអារម្មណ៍មកពេលយើងឆាតទៅញ៉ាយគេតពងហ្នឹងគឺភ័យខ្លាំងមែនតើអាចថាបុកពោះពឹបវាជាស្នេហាដំបងផងហើយម្យ៉ាងយើងអាចថានៅក្មេងអត់ទាន់មានការគ្រប់គ្រងចិត្តបានល្អផងពេលហ្នឹងដែរពេលដែលឆាតទៅសារភាពឬក៏ឆាតទៅបែបនៃស្នេហាហ្នឹងគឺម៉ោងនោមប្រហែលជា5ដងដោយសារតែអារម្មណ៍របស់យើងវាអាចថាភ័យផងអរផងប៉ុន្តែបញ្ជាក់តែទាំងអស់គ្នាថាពេលហ្នឹងគេមិនទាន់ព្រមភ្លាមទេបើគេមិនទាន់ព្រមផងហ្នឹងប៉ុន្តែអារម្មណ៍របស់យើងវាភ័យផងអរផងលក្ខណៈថា1ម៉ោងនោមប្រហែលជា5-6ដងវាជាអារម្មណ៍មួយដែលពិបាកក្នុងការពណ៌នាខ្លាំងមែនទែន
ក្រោយពីថ្ងៃក្រោយពីដើមខែកុម្ភៈពេលហ្នឹងសារភាពដូចជាលើកទី1ដល់ចុងខែកុម្ភៈខ្ទង់ថ្ងៃទី20បញ្ជាក់អ្នកទាំងអស់គ្នាផងដែរថាពេលដើមខែកុម្ភៈហ្នឹងគឺការសារភាពប៉ុន្តែអត់ទាន់មានចម្លើយបើន័យថាគេខាងគាត់ក៏មិនបដិសេធហើយក៏មិនទាន់យល់ព្រមអាចថាគាត់បំផែដានទៅនិយាយអំពីរឿងអីផ្សេងទៀតបន្តមកទៀតការសារភាពលើកទី2គឺនៅចុងខែកុម្ភៈអាចថាដូចជាពេលហ្នឹងពេលដាច់ខែខ្ទង់ថ្ងៃទី30 31ក៏បានសារភាពជាលើកទី2ពេលហ្នឹងដែរអារម្មណ៍ភ័យអរក៏ចាប់ផ្ដើមកើតឡើងម្ដងទៀតបានន័យថាញ័រដៃបុកទ្រូង1ម៉ោងនោមប្រហែលជា5-6 ដងដូចកាលពីមុនហ្នឹងថាអារម្មណ៍របស់យើងវានៅមិនទាន់ស្ងប់ក៏ថាបានប៉ុន្តែលើកទី2ហ្នឹងដែរការសារភាពរបស់យើងក៏ទទួលបាននៅលទ្ធផលមួយដែលល្អប្រសើរខ្លាំងមែនទែនគឺគាត់យល់ព្រមក្នុងការធ្វើទំនាក់ទំនងថាទំនាក់ទំនងរបស់យើងគឺកាន់តែល្អប្រសើរឡើងដូច្នេះទំនាក់ទំនងក៏បានចាប់ផ្ដើមចង់ពីពេលនោះរហូតមកអ្វីដែលជាគុណសម្បត្តិដែលខ្ញុំចង់ចែករំលែកនៅក្នុងពេលនេះដែរគឺនៅពេលដែលបង្កើតទំនាក់ទំនងនឹងហើយអាចថាវាធ្វើឲ្យយើងមានកម្លាំងចិត្តកាន់តែខ្លាំងនៅក្នុងការរៀនសូត្រវាអាចថាជារឿងមួយដែលល្អក្នុងការជំរុញយើងដែរប៉ុន្តែក្នុងន័យនេះគឺមិនបានណែនាំឲ្យអ្នកទាំងអស់គ្នាមានស្នេហាទេគាត់ថាខ្ញុំចែករំលែកនៅបទពិសោធន៍ហើយក៏វាមានជាគុណវិបត្តិសម្រាប់ទំនាក់ទំនងមួយហ្នឹងដែរនៅពេលដែលយើងអាចរៀនបានល្អជាងមុនគឺដោយសារតែយើងចង់បង្ហាញទៅកាន់គេថាយើងមានសមត្ថភាពហើយពេលខ្លះយ៉ាងទៅអាចថាយើងរៀនដើម្បីជួយពេលដែលគេពឹងពាក់ក្នុងការធ្វើលំហាត់អីហ្នឹងអញ្ចឹងអារម្មណ៍ដែលយើងស្រឡាញ់គេបើន័យថាយើងដូចមានកម្លាំងក្នុងការប្រឹងប្រែងក្នុងការធ្វើលំហាត់ហ្នឹងមកឲ្យបានល្អខ្លាំងមែនទេជាពិសេសបើសិនជាគេពឹងឲ្យធ្វើលំហាត់ឬក៏ធ្វើអីមួយយើងទោះជាយើងពេលហ្នឹងយើងមិនចេះក៏យើងតែងតែព្យាយាមក្នុងការស្រាវជ្រាវនៅមេរៀនឬក៏លំហាត់ផ្សេងរហូតដល់យើងអាចធ្វើឲ្យគេបានទី1គឺដើម្បីតម្រូវចិត្តគេក៏ថាបានអញ្ចឹងអានឹងវាជាគុណសម្បត្តិមួយដ៏ធំនៅក្នុងទំនាក់ទំនងស្នេហាហ្នឹងអាចថាវាជាធម៌ពលសម្រាប់បង្កើនឲ្យយើងមានការប្រឹងប្រែងរៀនសូត្រក៏ថាបានហើយក៏វាមានគុណសម្បត្តិរបស់វានៅក្នុងនឹងដែរប៉ុន្តែគុណសម្បត្តិក៏វាមានច្រើនទៀតប៉ុន្តែខ្ញុំមិនលើកឡើងឲ្យវាច្រើនអីពេកទេអញ្ចឹងខ្ញុំសូមលើកឡើងអំពីគុណវិបត្តិរបស់វាម្ដងចំពោះគុណវិបត្តិនៅពេលនោះអាចថាយើងជាយុវជនដែលយើងមានវ័យនៅក្មេងខ្ចីខ្លាំងមែនតើជាថ្នាក់ទី12កាលនោះដូចជាអាយុខ្ទង់17ឆ្នាំមិនតាន់18ឆ្នាំស្រួលពូលទេគឺជា17ឆ្នាំអាចថាចិត្តចូល18ឆ្នាំបើន័យថាក្នុងវ័យមួយដែលយើងនៅក្មេងបើយើងគិតឲ្យបានហ្មត់ចត់ទៅពេលដែលយើងនៅក្មេងបែបហ្នឹងយើងអត់ទាន់មានទំនួលខុសត្រូវពេញលេញនៅក្នុងទំនាក់ទំនងស្នេហាអាចថាការងារក៏យើងមិនទាន់មានច្បាស់លាស់អាចថាយើងមិនមានគោលដៅនៅក្នុងជីវិតច្បាស់លាស់អាចថាយើងនៅក្នុងវ័យសិក្សានៅឡើយអញ្ចឹងចំទៅការពីថ្នាក់ទី12យើងទាំងអស់គ្នាគឺចាយលុយអ្នកផ្ទះយើងអត់ទាន់អាចមានការងារធ្វើឬក៏អាចរកលុយចាយខ្លួនឯងបានទេពេលហ្នឹងគឺទាំងរៀនគូទាំងហូបចុកទាំងចំណាយផ្សេងទាំងអស់គឺចាយលុយអ្នកផ្ទះដូច្នេះបានជាខ្ញុំនិយាយថាយើងមិនទាន់មានទំនួលខុសត្រូវនៅក្នុងទំនាក់ទំនងនឹងបានពេញលេញនៅឡើយទំនាក់ទំនងស្នេហាមួយហ្នឹងក៏បានបន្តរហូតប៉ុន្តែវាមិនមានអ្វីដែលជា
លក្ខណៈថាយើងឲ្យជ្រុលហួសពីកន្លងនៃប្រពៃណីទេដោយសារតែការពីចំនួន2018កម្រិតនៃប្រព័ន្ធផ្សព្វផ្សាយគឺវានៅមានកម្រិតនៅឡើយអាចថាវាមិនតន់ទូលំទូលាយដូចសម័យឥឡូវដូច្នេះសំបីតែដៃក៏មិនដែលប៉ះគ្នាផងតំណែងទំនងការពីឆ្នាំ2018កុំថាឡើយដល់ប៉ះពាល់ខ្លួនប្រាណដោយសម័យហ្នឹងអាចថាកាលជំនាន់ហ្នឹងគឺសំបីតែមុខក៏មិនហ៊ានមើលគ្នាចំផងអាចថាវាល្អមួយយ៉ាងដែរហើយចូលដល់សាច់រឿងយើងវិញបន្ទាប់ពីទំនាក់ទំនងបានមួយរយៈពួកយើងក៏បានដល់ពេលដែលយើងត្រូវទៅប្រឡងបាក់ឌុបពេលនោះដែរក្រោយពីប្រឡងបាក់ឌុបហើយក៏បានប្រឡងចូលការងារហៅថាធ្វើជាមន្ត្រីរាជការអញ្ចឹងទៅពេលនោះខ្ញុំក៏បានប្រឡងជាប់ធ្វើជាមន្ត្រីរាជការដោយត្រូវចូលរៀនរយៈពេលវគ្គបណ្ដុះបណ្ដាលរយៈពេល2ឆ្នាំដើម្បីចប់វគ្គបណ្ដុះបណ្ដាលទើបមានការងារធ្វើចំណែកគាត់ក៏ត្រូវទៅរៀនបន្តនៅបរិញ្ញាបត្រនៅឯទីក្រុងផងដែរទៅទីក្រុងភ្នំពេញបន្ទាប់ពីពេលដែលយើងត្រូវបែកកន្លែងគ្នាទៅរៀនបានន័យថាមួយរៀននៅភ្នំពេញមួយគឺរៀនវគ្គបណ្ដុះបណ្ដាលនៅខេត្តអញ្ចឹងតំណែងតំណងគឺអាចថានៅបានយូរដែរពេលហ្នឹងដូចជាបាន1ឆ្នាំណាទាំងអស់គ្នាអាចថាយើងគ្រាន់តែឆាតឬក៏យើងនិយាយទូរស័ព្ទទៅរកគ្នាទៅវិញទៅមកប៉ុន្តែមិនដែលបានជួបគ្នាប៉ុន្តែថាយើងមិនដែលបានឃើញមុខមិនដែលបានអីគ្នាទេតំណែងតំណងមួយហ្នឹងវាដូចខ្ញុំបាននិយាយខាងដើមអញ្ចឹងវាមិនមានទំនួលខុសត្រូវពេញលេញដោយសារតែយើងសិតតែនៅក្នុងវ័យសិក្សាទាំងពីរនាក់ពេលដែលខ្ញុំចប់ឆ្នាំទី1នៃវគ្គបណ្ដុះបណ្ដាលបានន័យថានៅសល់មួយឆ្នាំទៀតចុងឆ្នាំទី1ហ្នឹងតំណែងតំណងរបស់យើងក៏បានបែកគ្នាហើយមូលហេតុនៃការបែកគ្នាហ្នឹងខ្ញុំនឹងលើកឡើងនៅវីដេអូបន្តទៀតសម្រាប់ចែកជូនទៅអ្នកទាំងអស់គ្នាប៉ុន្តែអ្វីដែលខ្ញុំចង់ចែករំលែកបទពិសោធន៍នៅពេលនេះគឺសូមបងប្អូនទាំងអស់គ្នាកុំមានស្នេហានៅក្នុងវ័យវិទ្យាល័យល្អជាងយល់ល្អបើសិនជាយើងគិតថាខ្លួនយើងនៅមិនទាន់មានទំនួលខុសត្រូវច្បាស់លាស់នៅក្នុងទំនាក់ទំនងនោះវាជាបញ្ហាមួយបើសិនជាយើងប្រើវាឲ្យទៅជាប្រយោជន៍ក្នុងការរៀនសូត្របានអាចថាយើងទទួលបានប្រយោជន៍ពីវាប៉ុន្តែបើសិនជាយើងមិនអាចប្រើវានៅក្នុងជាផលប្រយោជន៍នៅក្នុងការរៀនសូត្របានគឺវាអាចប៉ះពាល់ដល់ការរៀនសូត្ររបស់យើងផងដែរនៅក្នុងន័យនេះមិនមែនមានន័យថាយើងបង្កើតទំនាក់ទំនងស្នេហាដើម្បីប្រយោជន៍ផ្ទាល់ខ្លួននោះទេប៉ុន្តែវាគ្រាន់តែជារឿងមួយដែលយើងគួរគិតហើយនឹងពិចារណាដើម្បីអនុវត្តឲ្យបានត្រឹមត្រូវនៅក្នុងដំណើរជីវិតព្រោះថាបើសិនជាស្នេហាកើតឡើងយើងគឺមិនអាចនៅក្នុងការព្រៀងទុកមុនបានទេដោយសារតែការស្រឡាញ់គឺវាគ្មានហេតុផលហើយការស្រឡាញ់គឺជាការផ្ដល់ឲ្យដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់អញ្ចឹងបានន័យថាការផ្ដល់ឲ្យដោយការស្រឡាញ់គឺការផ្ដល់ឲ្យដែលចេញពីចិត្តពិតប្រាកដរបស់យើងដូច្នេះបើសិនជាវីដេអូនេះអ្នកទាំងអស់គ្នាស្ដាប់ហើយអ្នកទាំងអស់គ្នាយល់ថាខ្ញុំហាមអ្នកទាំងអស់គ្នាមិនឲ្យមានស្នេហាដាច់ខាតក៏វាមិនកើតហើយបើសិនជាខ្ញុំនិយាយដើម្បីឲ្យអ្នកទាំងអស់គ្នាមានស្នេហាក៏មិនបានដូច្នេះសូមអ្នកទាំងអស់គ្នាគិតឡើងវិញខ្លួនឯងរួចហើយពិចារណាឡើងវិញខ្លួនឯងអំពីផលប៉ះពាល់នៃទំនាក់ទំនងស្នេហារបស់អ្នកទាំងអស់គ្នាហើយនឹងគុណសម្បត្តិហើយនឹងចិត្តរបស់អ្នកទាំងអស់គ្នាថាតើអ្នកទាំងអស់គ្នាអាចថែរក្សាស្នេហានឹងបានកម្រិតណាឬក៏ថែរក្សាទំនាក់ទំនងរបស់អ្នកទាំងអស់គ្នាបានដល់កម្រិតណាហើយអ្នកទាំងអស់គ្នាមានគោលដៅអ្វីសម្រាប់អនុវត្តបន្តនៅពេលដែលអ្នកទាំងអស់គ្នាចប់វិទ្យាល័យឬក៏ចប់សាកលវិទ្យាល័យឬក៏អ្នកទាំងអស់គ្នាមានគម្រោង
ធ្វើអ្វីមួយឲ្យវាជាដុំកពួនដើម្បីបង្កើនឬក៏ពង្រឹងនៅទំនាក់ទំនងស្នេហារបស់អ្នកទាំងអស់គ្នាឲ្យបានល្អប្រសើរឬក៏ឲ្យបានគង់វង្សអញ្ចឹងសូមអ្នកទាំងអស់គ្នាគិតហើយពិចារណាបានត្រឹមត្រូវបើសិនបើមានអ្វីជាចម្ងល់អាច comment ឬក៏សួរនៅក្នុងវីដេអូនេះបានសូមអរគុណ